នេះគឺជារបៀបទាញរូបភាពចូលទៅក្នុង Microsoft Word និងដោះស្រាយបញ្ហាមួយចំនួនដែលយើងមិនអាចទាញរូបចូលទៅក្នុង Microsoft Word បានឥឡូវនេះយើងមកមើលវិធីសាស្ត្រទី1យើងចូលទៅក្នុង Word ហើយខ្ញុំចូលទៅរកកន្លែងទីតាំងដែលយើងបានទុករូបចូលទៅក្នុង download របស់ខ្ញុំតោះយើងទាញរូបមួយសន្លឹកដើម្បីសាកល្បងនៅវិធីសាស្ត្រទី1យើងទាញចាប់បញ្ជាប់តោះមកចុចចូលនៅក្នុង Word ហើយយើងកុំតន់ប្រឡែងយើងដាក់ឲ្យចំកណ្ដាលនៅក្នុងផ្ទាំង version ឬឲ្យចាំយើងប្រឡែងយើងឃើញថាវិធីសាស្ត្រហ្នឹងក៏យើងអាចធ្វើបានហើយនៅវិធីសាស្ត្រមួយទៀតដែលយើងអាចធ្វើបានដូចគ្នាតែបងប្អូនគ្រាន់តែចូលទៅក្នុង insert ឬហើយយកពីថា picture ចុចលើ picture ហ្នឹងមកបន្តមកយើងចូលទៅ download ទៅរកទីតាំងដែលយើងបានទុករូបបន្តមកយើងចូលទៅ select រូបដែលយើងចង់ដាក់ចូលឬហើយយើងចុចពីថា insert តមករូបភាពហ្នឹងវានឹងលោតចូលទៅក្នុង Microsoft Word យើងដូចគ្នាហើយនៅក្នុងករណីដែលវាទាញមកមិនបានឬមកក៏មិនយើងអាចចុចលើរូបភាពហ្នឹងហើយយើងដូរលេខនេះមួយយើងយកខាងក្រោមនេះចឹងបន្តមកវានឹងអាចអង្គិលបានហើយយើងអាចរួមឬក៏បរិចតាមតម្រូវការរបស់យើងចឹងទៅហ្នឹងហើយសម្រាប់ការទាញរូបនេះគឺយើងបានជោគជ័យហើយមួយទៀតនៅក្នុងករណីដែលយើងទាញរូបមកគឺមិនបានដោយនៅក្នុងករណីដែលបងប្អូនប្រើប្រាស់ iPhone គាត់បាញ់រូបចូលក្នុងកុំព្យូទ័រឬហើយគាត់ទាញចូលវាស្រាប់តែលោតទម្រង់បែបនេះគឺមានន័យថារូបហ្នឹងមិនមែនជា JPG ទេគឺជារូបប្រភេទ file XEIC អញ្ចឹងដើម្បីទាញរូបចូលបានគឺយើង convert ពី XEIC ទៅជា JPG វិញអញ្ចឹងយើងមកមើលការ convert ទាំងអស់គ្នាអញ្ចឹងឥឡូវនេះយើងចូលមកដល់ Google យើងគ្រាន់តែ search ពាក្យថា XEIC to JPG ចាំមានន័យថាយើង convert ពី file XEIC ទៅជា JPG វិញដើម្បីយើងអាចទាញចូលទៅក្នុង Microsoft Word យើងបានខ្ញុំបន្ទាប់ពីការ search រួចយើងចុចពាក្យថា enter ទៅហើយយើងនឹងឃើញ website ជាច្រើនដើម្បីអាច convert ទៅជា JPG បានតែខ្ញុំសូមរើសយក website មួយដែលមានជួយថានេះ XEIC to JPG free convert ចឹងខ្ញុំចូលទៅក្នុង website ហ្នឹងrồiហើយចុចលើពាក្យថាជ្រើសរើសឯកសារតបទៀតខ្ញុំចូលទៅយកឯកសារដែលជា file XEIC តមកចុចពាក្យថា open rồiហើយវានឹង load ចូលទៅក្នុង website ហ្នឹងហើយបន្ទាប់ពីហ្នឹងមកយើងចុចពាក្យថាបំលែងឬមួយក៏ភាសាអង់គ្លេសគេថា convert អញ្ចឹងយើងទុកពេលវាបំលែងតិចទៅហើយសម្រាប់បងប្អូនដែលមានរូបច្រើនយើងអាច select មកម្ដុំតែម្ដងក៏បានដែរចឹងបន្ទាប់ពីការ convert រួចរាល់យើងចុចពាក្យថា danger អូខេអញ្ចឹងរូបភាពយើងលោតចូលទៅក្នុងកុំព្យូទ័ររបស់យើងចូលទៅ download វិញអូខេនេះគឺជារូបភាពដែលខ្ញុំបាន convert ពី XEIC ទៅជា JPG វិញអញ្ចឹងខ្ញុំទាញចូលទៅក្នុង Word ហើយដាក់ចូលគឺបានដូចគ្នាអញ្ចឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេបាទជម្រាបលាអ្នកគ្នា